សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ពូភានីទៀនរឿងខ្មោចនៃសាលារៀននឹកដល់រឿងនេះគឺត្រូវត្រឡប់ទៅពេលវេលាមួយដែលខ្ញុំនឹកដល់គួរឲ្យខ្លាចនិងរន្ធត់ណាស់ពេលនោះខ្ញុំមានអាយុជាង15ឆ្នាំប៉ុណ្ណោះនៅពេលយប់ឡើងខ្ញុំតែងតែរៀនគួរភាសាអង់គ្លេសដោយរាល់ដងគឺខ្ញុំចេញម៉ោងជាង6យប់ប៉ុន្តែអ្វីត្បិតតែម៉ោងជាង6តែមេកានោះគឺងងឹតលឿនណាស់ខ្ញុំដើរចេញពីថ្នាក់សម្ដៅមកផ្ទះស្រាប់តែមានអារម្មណ៍ខ្យល់ត្រជាក់លហៀកបក់មុខប៉ាក់នឹងគ្រួលហើយព្រឺបះរោមក្រញាំងខ្យល់បក់ម្ដងកាន់តែត្រជាក់ទៅក៏មានសំឡេងមួយរសាត់មុខប៉ាក់នឹងសុទ្ធតារបស់ខ្ញុំល្វើយជួយខ្ញុំផងខ្ញុំក៏ងាកទៅរកតាមសំឡេងនោះប៉ុន្តែពុំឃើញអ្វីនោះទេខ្ញុំក៏ដើរបន្តទៅទៀតម្ដងនេះសំឡេងយំស្រែកដូចជាឈឺចាប់ខ្លាំងណាស់បានស្រែកមករកខ្ញុំជួយខ្ញុំផងខ្ញុំឈឺណាស់ខ្ញុំក្រឡេកម្ដងទៀតរេក្រសែភ្នែកតាមសំឡេងក៏បានឃើញម្ចាស់សំឡេងនោះកំពុងអង្គុយយល់ជើងនៅលើមែកដើមចាម៉ារីក្នុងសាលារៀនដោយជើងខាងឆ្វេងដាច់រយ៉ៃហូរឈាមសស្រាក់ឯភ្នែកម្ខាងជ្រុះក្ដុកមកនៅនឹងមុខខ្ញុំបន្ទាប់មកស្រាប់តែក្បាលរបស់វាធ្លាក់មកក្បែរជើងខ្ញុំហើយមាត់វានៅតែហៅខ្ញុំជួយផងបើសិនមិនរត់មានតែឈួតនៅធ្វើអ្វីទៀតខ្ញុំដាក់មេប្រោឆឹកមានដឹងហត់អីបន្តិចតែពីរវងសោះដល់ផ្ទះល្មមញើសឡើងជោកពេញខ្លួនបបោមាត់ប្រែជាស្លេកដូចគេលឹត3ថ្ងៃសក់ក្បាលដូចជាទូបមុខពីកន្លែងជាងបាសឲ្យជ្រងពេលមកដល់ផ្ទះម្ដាយខ្ញុំសួរខ្ញុំថាមានរឿងអីមែនកូនខ្ញុំថាអត់ទេគ្រាន់តែខ្ញុំរត់លេងតើខ្ញុំព្យាយាមធ្វើទុកមុខធម្មតាឡើងវិញហើយក៏ហក់គាត់ព្រោះខ្លាចគាត់បារម្ភនិងខ្លាចតែជើងវិញឈរញ័រមិនទាន់បាត់នៅឡើយទេស្អែកឡើងខ្ញុំទៅរៀនដូចធម្មតាខ្ញុំជាអ្នកកាន់កូនសោថ្នាក់ព្រោះជាវេនខ្ញុំសម្អាតពេលនោះមិត្តរួមថ្នាក់កំពុងឈរចាំនៅមុខថ្នាក់រៀនខ្ញុំចាក់សោបន្ទប់លួចបើកទ្វារចូលគ្រប់គ្នាចូលលួចស្រាប់តែស្រែកពេញថ្នាក់ហើយរត់មកក្រៅទុកមុខម្នាក់ស្លេកស្លាំងដូចត្រីស្ងោរខ្ញុំក៏ចូលទៅមើលគួរឲ្យញាក់សាច់ណាស់ក្លិនឈាមឆ្អាបពេញបន្ទប់ជញ្ជាំងពីទៀនដំបូលសុទ្ធតែស្នាមបាត់ដៃបាត់ជើងដែលប្រឡាក់ដោយឈាមខ្ញុំក៏ដើរចេញមកក្រៅរួចរត់ទៅប្រាប់អ្នកគ្រូពេលអ្នកគ្រូមកដល់ស្រាប់តែក្លិនឆ្អាបនោះនិងស្នាមបាត់ដៃបាត់ជើងនោះបាត់អស់រលីងដូចគេជូតអ្នកគ្រូបានបន្ទោសពួកខ្ញុំថាពួកខ្ញុំខ្ជិលបោកថ្នាក់ហើយមកប្រឌិតរឿងឥតប្រយោជន៍នៅល្ងាចថ្ងៃនោះខ្ញុំត្រូវទៅរៀនគួរដូចរាល់ដងទៀតខ្ញុំគិតថាល្ងាចនេះប្រហែលជាមិនមានអីវ៉ៃនោះទេមើលទៅមានអីណាក្រោយដើរចេញពីថ្នាក់បន្តិចខ្ញុំឮសំឡេងមនុស្សស្រែកអ៊ូអរពេញមុខសាលាខ្ញុំឆ្ងល់ណាស់មុនចូលរៀនដូចមិនមានមនុស្សទេម្ដេចក៏ពេលនេះមានមនុស្សច្រើនម្ល៉េះខ្ញុំតាំងចិត្តមិនខ្លាចរួចដើរសម្ដីទៅហ្វួងមនុស្សខ្ញុំបានឃើញមនុស្សម្នាក់ចងកនៅលើមែកដើមកងោកខ្ញុំក៏ស្ទុះទៅមើលប៉ុន្តែសាកសពនោះបែរជាគ្មានមុខទៅវិញនិយាយដល់កន្លែងនេះព្រឺរោមណាស់មុខទំទេស្អាតដូចក្រដាសរាមួយសន្លឹកអញ្ចឹងខ្ញុំក៏ងាកមើលមនុស្សដែលឈរជុំវិញសាកសពនោះស្រាប់តែគ្មានអ្នកណាម្នាក់មានក្បាលនោះឡើយក្បាលរបស់ពួកគេកំពុងនៅលើមែកកងោកនោះទាំងអស់ភ្លាមនោះខ្ញុំស្ទើរតែគាំងហើយមិនដឹងធ្វើម៉េចទេមានតែដាក់មេប្រោយទៀតហើយម្ដងនេះសំឡេងស្រែកឲ្យខ្ញុំជួយដេញតាមខ្ញុំមិនឈប់ខ្ញុំមិនងាកក្រោយជាដាច់ខាតទោះឲ្យលុយប៉ុន្មានម៉ឺនក៏មិនយកដែររំលងបានមួយសប្តាហ៍ហេតុការណ៍បាត់ដីបាត់ជើងឈាមនោះបានធ្វើឲ្យអ្នកគ្រូខ្ញុំឃើញគាត់ក៏រាយការណ៍ទៅនាយកលោកនាយកក៏បានរៀបចំបុណ្យយ៉ាងធំមួយនៅសាលាដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ព្រលឹងគ្មានសាច់ញាតិទាំងនោះរួចក៏យកថ្នាក់រៀនមួយនោះទៅជាបន្ទប់ដាក់អីវ៉ាន់វិញប៉ុន្តែក្រោយពីធ្វើបុណ្យរួចហើយខ្ញុំគិតថានឹងលែងមានបញ្ហាទៀតហើយនៅពេលដើរចេញពីរៀនគូវិញពេលនោះយប់ខែងងឹតណាស់ខ្ញុំដើរមកវិញស្រាប់តែមានអារម្មណ៍ចម្លែកគឺមានអារម្មណ៍ថាក្តៅខ្នងហើយបែរជាមើលឃើញស្រមោលខ្លួនឯងទៅវិញខ្ញុំគិតថាតូលតែខែភ្លឺទើបពន្លឺចាំងមកអាចឃើញស្រមោលខ្លួនឯង
ប៉ុន្តែនេះមានពន្លឺដូចជាអណ្ដាតភ្លើងកំពុងតែឆេះអណ្ដាតលើក្បាលខ្ញុំក៏ងាកទៅស្រាប់តែដុំភ្លើងមួយយ៉ាងធំកំពុងនៅគៀកស្ទើរតែដល់មុខរបស់ខ្ញុំទៅហើយពេលនោះខ្ញុំស្ទុះរត់ចេញទាំងបិទភ្នែកព្រោះក្រោយសម្លឹងភ្លើងនោះខ្ញុំមានអារម្មណ៍ថាងងឹតមកឈឹងតែខ្ញុំព្យាយាមរត់ទៅតាមលទ្ធភាពដែលអាចធ្វើបានរត់បានចម្ងាយប្រហែលជា50ម៉ៃដែរខ្ញុំក៏ដួលព្រុសតែម្ដងខ្ញុំមានអារម្មណ៍ថាភ្លើងនោះកំពុងតែហោះមុខជាដល់ខ្ញុំខ្សោយអស់កម្លាំងនឹងស្រែកឲ្យគេជួយស្រាប់ពេលនោះក៏មានឆ្កែកែប្រចាំភូមិ4ក្បាលរត់មកខ្ញុំបំរុងកម្មខ្ញុំតែបែរជាព្រុសលោតកន្ទ្រងដាក់ភ្លើងនោះទៅវិញស្រាប់តែភ្លើងនោះបានហោះបុកឆ្កែទាំង4នោះងាប់អស់តែម្ដងខ្ញុំក៏ព្យាយាមងើបរត់តទៅទៀតរហូតដល់ផ្ទះក៏សន្លប់តែម្ដងព្រឹកឡើងខ្ញុំបានយកហេតុការណ៍នោះប្រាប់ក្រុមគ្រួសារនិងលោកនាយកសាលាម្ដងនេះលោកនាយកបាននិមន្តព្រះមេគុណខេត្តឲ្យទៅសូត្រមន្តរំដោះគ្រោះចាប់ពីនោះមកក៏លែងបានឃើញហេតុការណ៍ដ៏អាក្រក់ទាំងនោះទៀតដែរ